ករណីស្ត្រីម្នាក់សម្រាលកូននៅលើចិញ្ចើមផ្លូវនៅថ្ងៃទី28ខែមេសាឆ្នាំ2025នេះយោងតាមเพจអធិការដ្ឋានស្រុកពាមរដោយមានការរាយការណ៍ពីប្រជាពលរដ្ឋធ្វើដំណើរនៅចំណុចផ្លូវជាតិលេខ1ចុះពីស្ពានអ្នកលឿងឃើញមានមនុស្សពពោះបានឆ្លងទន្លេកើតបានទារករួចកម្លាំងដឹកនាំដោយលោកវីរៈសេនីយ៍ឯកសេងពន្លកអធិការនគរបាលស្រុកពាមរបានយករថយន្តសារ៉ែនដឹកនាំកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកពាមរជួយដឹកប្រជាពលរដ្ឋដែលបានសម្រាលរួចហើយយកទៅមន្ទីរពេទ្យបង្អែកអ្នកលឿងដោយសុវត្ថិភាពទាំងម្ដាយនិងកូននេះបើយោងទៅតាមเพจផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកពាមរវីដេអូកំពុងតែមានការផ្ទុះនៅលើបណ្ដាញទំនាក់ទំនងសង្គមមាន Facebook របស់លោកស្រីលៀងសុគន្ធាបានសរសេររៀបរាប់ប្រាប់ពីឈ្មោះប្តីប្រពន្ធដែលបានឆ្លងទន្លេនៅចិញ្ចើមផ្លូវជាតិលេខ1នាងខ្ញុំសូមអំពាវនាវរកជំនួយសប្បុរសធម៌មនុស្សធម៌ជូនដល់ប្អូនស្រីឌីចន្ទធូដែលមានអាយុ28ឆ្នាំនិងស្វាមីឈ្មោះហ៊ឿនរាវីភេទប្រុសអាយុ34ឆ្នាំមុខរបរជាកម្មកររស់នៅក្នុងភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលបានដប់ប្រពន្ធថាមកសម្រាកូននៅមន្ទីរពេទ្យបង្អែកអ្នកលឿងដោយមន្ទីរខាងតំបន់ខ្វះឧបករណ៍សម្ភារៈនិងមានជីវភាពខ្វះខាតជាខ្លាំងទើបសម្រេចចិត្តសម្រាកូននៅមន្ទីរពេទ្យបង្អែកអ្នកលឿងដែលនៅជិតនោះតែម្ដងនៅពេលដែលធ្វើដំណើរតាមផ្លូវចុះពីលើស្ពានអ្នកលឿងប្រពន្ធក៏ប្រាប់ប្តីថាប្រពន្ធឈឺពោះខ្លាំងណាស់មិនអាចទៅមុខបានក៏សម្រេចចិត្តសម្រាកូនតាមផ្លូវដោយមានការយកចិត្តទុកដាក់ពីកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពាមរក៏បានជួយសង្គ្រោះទាន់ពេលវេលាគិតមកដល់ស្មាននេះម្ដាយត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះចំណែកឯកូនមានសុខភាពល្អសូមបងប្អូនសប្បុរសជនជួយគាត់តាមលទ្ធភាពតាមរយៈเพจលៀងសុគន្ធាបានបន្តយ៉ាងដូចនេះថានាងខ្ញុំសូមអំពាវនាវសប្បុរសជនក្នុងការជួយប្អូនស្រីប្រសិនបើសប្បុរសជនចង់ចូលរួមឧបត្ថម្ភក្នុងការសម្រាលនិងការហូបចុកក៏ដូចជាឧបត្ថម្ភនៅសម្ភារៈប្រើប្រាស់អាហារនំចំណីថវិកាអាចទំនាក់ទំនងមកនាងខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទ015 88 46 58ទោះតិចក្តីច្រើនក្តីក៏ជាបុណ្យកើតចេញពីទឹកចិត្តដ៏ប្រពៃទោះ$1ក៏បានមកអ្នកមានលទ្ធភាពបេះដូងនៃការចែករំលែកក្រុមការងារយើងនឹងយកទៅជូននៅថ្ងៃស្អែកជាមួយនេះបងប្អូនក៏អាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមនិងចង់ជួយអាចទំនាក់ទំនងលោកអធិការស្រុកពាមរខេត្តព្រៃវែងតាមរយៈលេខទូរស័ព្ទ097 778 0083